ថ្ងៃនេះដែរខ្ញុំបានទៅលេងផ្ទះពូធីដើម្បីមើលកំមុំធ្វើសំណង់អញ្ចឹងណាតែ Let's go បងប្អូនទាំងអស់គ្នាយើងចាប់ចេញពីនេះភូមិខ្ជាយទៅហើយធ្វើដំណើរនេះក៏ដែលក៏យើងឆ្លងកាត់ផ្លូវច្រើនមែនទែនទីមួយក៏យើងហើយมันបានបើកលឿនប្រមាណទេបងប្អូនព្រោះថាកលុទឹកច្រើនជាពិសេសគឺខ្ញុំថតកាត់យកត្រែមកសំគួរឲ្យពុកម៉ែបងប្អូនបានមើលអានេះគឺខ្ញុំធ្វើដំណើរទៅផ្ទះពូធីនេះគោលបំណងទី1ពូធីក៏ថាអ្នកធ្វើសំណង់នៅមួយជួរខាងលិចព្រៃជ្រូកអញ្ចឹងថាស្អាតច្រើនអ្នកណាចាំមើលខ្ញុំទៅថ្ងៃនេះមើលជួបអត់បងប្អូនទាំងអស់គ្នាយើងចាប់ផ្ដើមមកដល់ពាក់កណ្ដាលគុកជ្រៃហើយយើងជិតឡើងនឹងផ្លូវថ្នល់ជាតិហើយនេះក៏បានអែបគៀនឡានធំក៏បានវ៉ាបន្តិចមកនេះក៏ខ្លងទ្វារវត្តខ្ជាយខាងកើតសោះស្ដំអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាយើងចាប់ដើមឡើងថ្នល់ជាតិហើយនេះថ្នល់ជាតិគឺយើងបត់ឆ្វេងទៅសៀមរាបបត់ស្ដាំទៅសោះស្ដំនេះថ្នល់ជាតិនេះគឺថ្នល់ជាតិលេខ6ដែរនិយាយពីថាទេសភាពថ្ងៃនេះល្អដែរប៉ុន្តែអត់ទាន់មានភ្លៀងទេពពកដុំអញ្ចឹងណានេះដែរទល់ខមុខរបស់ខ្ញុំនេះគឺគេហៅថាសោះស្ដំផ្សារសោះស្ដំអានេះផ្លូវបំបែកជា4អញ្ចឹងណាទៅត្បូងទៅជើងហើយយើងក៏ចាប់ផ្ដើមទៅឯឡៃទៀតធ្វើដំណើរឆ្លងកាត់ថ្ងៃនេះដែរគឺទៅលេងពូធីដើម្បីសួរពីរឿងកលឹះពូធីព្រោះថាខែនេះខ្ញុំរកចំណូលបានទេអញ្ចឹងមកជួបគ្នាទាំងអស់គ្នាមកចាក់សាំងនេះដែរគឺខ្ញុំចាក់តែ 5000 ទេប៉ុន្តែខ្ញុំអោយក្តាស់ 50000 ទៅអ្នកចាក់សាំងថាអាប់អោយតែ 40000ខ្ញុំថាខ្ញុំចាក់អស់ប៉ុន្មានបងចាក់ 5000 អញ្ចឹង 45000 អស់ច្រឡំគាត់ក៏ថាអូសុំទោសបងហើយមិនអីទេការយកច្រឡំអោយតែយើងក៏មិនមានគណិតថាចង់បានអានណែអញ្ចឹងណាគាត់ងាកមើលគាត់ថែម 5000 អោយខ្ញុំទៀតអញ្ចឹងណាគាត់សុំទោសទៅនេះក៏អត់បញ្ហាដែរយើងក៏ចាប់ផ្ដើមមើលលុយគ្រប់គ្រាន់ហើយយើងចាប់ផ្ដើមឡើងម៉ូតូមកមានអីបត់ទៅស្អីឡើងថ្នល់ជាតិទៀតបត់ទៅលេខទៀតអានេះសំដៅទៅស្រែ100អញ្ចឹងណាស្រែ100នេះដែលគឺកន្លែងលក់មន់ណែអាំងច្រើនតូបច្រើនកន្លែងមែនទែនប៉ុន្តែតង់ឆ្វេងតង់ស្ដាំដៃអញ្ចឹងណាបើយើងមកពីណាក៏ត្រូវទៅជួបដែរនេះយើងឆ្លងកាត់មកដល់ព្រៃជ្រូកហើយមកដល់កន្លែងព្រៃជ្រូកនេះគឺយើងបត់ឆ្វេងចូលទៅខាងភូមិព្រៃជ្រូកអញ្ចឹងណាយើងបត់ស្ដាំចេញទៅលិចព្រៃជ្រូកទិសដៅរបស់ខ្ញុំនេះគឺខ្ញុំចង់ឃើញកំមុំនៅធ្វើសំណង់នេះទីកន្លែងរបស់កំមុំដែលធ្វើសំណង់ពូទីថតថ្ងៃមុនណាថាច្រើនណាស់នេះហូហែចាប់ដើមខ្ញុំមកមានអីបានជួបបងប្អូនទាំងអស់គ្នាប៉ះអាម៉ងគេសម្រាប់ហូបាយអញ្ចឹងណាអូហូនិយាយពីថាពូធីសំណាងបានជួបចំណែកខ្ញុំវិញគ្មានបានជួបទេនៅតែប្រុសប្រមាណ 2-3 នាក់ចាក់ថ្នល់នេះកំពុងកូតណែកាឡាដើម្បីណែកុំអោយយើងជិះម៉ូតូអីឡាអែលអញ្ចឹងណាខ្ញុំក៏បានជិះខាងមើលទៅគាត់កំពុងអូសឡាយថ្នល់នេះមានតែគ្នា3នាក់ទេផុតប៉ុណ្ណោះគឺទៅហូបបាយអស់ហើយអញ្ចឹងមានតែឆ្អុយទិសដៅយើងទៅខាងផ្ទះពូធីបន្តទៀតហើយបងប្អូនចង់ទៅលេងពូធីអីអាចមើលតាមវីដេអូខ្ញុំបានហើយយើងចេញពីព្រៃជ្រូកមកគឺយើងមកខាងលិចមកដល់ផ្លាំងនោះយើងបត់ឆ្វេងទៅត្រង់រួចគឺយើងសួរគេមកដល់សាលារៀនប្រាសាទអញ្ចឹងនេះជិតដល់ផ្ទះពូធីហើយអញ្ចឹងណានេះក៏យើងងាកឆ្វេងដៃឃើញតារាងបាល់ខាងឆ្វេងដៃគឺផ្ទះពូធីហើយនោះចាប់ដើមអរគុណខ្ញុំបានធ្វើដំណើរចេញពីផ្ទះពូធីដើម្បីត្រឡប់វិលទៅលំនៅឋានវិញដូចជាខាងភរិយាអញ្ចឹងណាការធ្វើដំណើរចេញពីផ្ទះពូធីនេះក៏ខ្ញុំរាយរាប់ពីផ្លូវដំណើរឲ្យបងប្អូនទាំងអស់គ្នាបានមើលហើយនឹងកំសាន្តយើងចេញពីភូមិប្រាសាទទៅគឺយើងមកដល់កន្លែងសាលារៀនប្រាសាទនៅខាងឆ្វេងដៃរបស់ខ្ញុំបន្តិចនេះគឺគេហៅថានេះប្រាសាទតួរង្វង់មូលទូចអញ្ចឹងណាកន្លែងតូបនេះគឺកន្លែងជាងកាត់សក់ដែលខ្ញុំធ្លាប់ស្គាល់ហើយនេះយើងមកដល់ផ្លូវបត់ខាងផ្លាំងអានេះគឺយើងបត់ស្ដាំអញ្ចឹងណាបត់ស្ដាំខាងផ្លាំងទៅគឺយើងតម្រង់ទៅខាងព្រៃជ្រូកហើយតាមនេះដែលគឺខ្ញុំបាទធ្វើដំណើរនេះគឺខាងព្រៃជ្រូកក៏ខាងព្រៃជ្រូកភូមិផ្លាំងនេះជួយអបអរសាទរផងផ្លូវថ្នល់នេះគឺគេបានធ្វើថ្មីហើយនេះជាពិសេសអ្នកដែលឆ្លងកាត់ញឹកញាប់ជាងគេគឺអ្នកខាងប្រាសាទហើយនិងខាងស្វាយចន្ទោអញ្ចឹងណាជួយអបអរផងបងប្អូនអ្នកខ្វាងស្វាយចន្ទោប្រាសាទផ្លាំងក៏ជួយសៀមួយផងឃើញវីដេអូនេះហើយក៏បានចាក់ផ្ដើមចាក់ពីផ្លូវតពីព្រៃជ្រូកទៅដល់ខាងផ្លាំងអញ្ចឹងណាអានេះគឺជាងគេចាប់ធ្វើដំណើរចាក់គេហៅថាថ្មពណ៌ខ្មៅគេកដប់អញ្ចឹងណាដើម្បីបង្រៀនទីនេះដែរគឺខ្ញុំល្បីជាងគេថាកំមុំធ្វើសំណង់ច្រើនជាពិសេសគឺការចងដេកអញ្ចឹងណា
hay trong ban videoបញ្ជាក់ពីពូធីគាត់បានទៅថតផ្ទាល់ថាគាត់លេងចង់ធ្វើវីដេអូហើយគាត់ចង់ធ្វើសំណងវិញព្រោះទីកន្លែងនេះសម្បូរដោយស្រីកមុំស្អាតមែនទែនការធ្វើថ្នល់នឹងអញ្ចឹងណាជាពិសេសខ្ញុំថាគិតទៅប្រហែលជាអ្នកស្រុកភូមិយើងមកដល់នេះគឺយើងចាប់ដើមឡងផ្លូវនៃចាក់បេតុងនេះគឺយើងចូលទឹកដីខាងព្រៃជ្រូកអញ្ចឹងណាខាងព្រៃជ្រូកនេះដែរខ្ញុំបានតម្រង់ទៅខាងវត្តបាឡាំងរាំងសីហៅកាត់ទៅវត្តព្រៃជ្រូកអញ្ចឹងរីយើងមកដល់ខាងឆ្វេងដៃនេះគឺផ្លូវចូលទៅវត្តបាឡាំងរាំងសីហើយទៅមុខទៀតនេះគឺផ្លូវបត់ទៅព្រៃជ្រូកហើយនឹងទៅត្បូងគឺដូនតោហើយយើងបត់ទៅខាងជើងវិញគឺឡើងផ្លូវកស៊ូគេហៅថាផ្លូវលេខ6ទៅខាងកើតគឺហើយសៀមរាបហើយបញ្ចំណែកទៅខាងលិចគឺយើងចេញទៅខាងកលាញ់ហើយបន្ទាយមានជ័យអញ្ចឹងណាហើយធ្លុះទៅដល់ខាងប៉ោយប៉ែតទៅអានេះគឺខ្ញុំបត់មកខាងកើតគឺមកខាងសៀមរាបមុននឹងដល់សៀមរាបដែរគឺយើងចាប់ផ្ដើមធ្វើដំណើរពីខាងកើតព្រៃជ្រូកនេះគឺខ្ញុំអត់បានថតសកម្មភាពទៅដល់ខាងហើយសោះស្ដំឲ្យបងប្អូនមើលទេខ្ញុំសូមបញ្ចប់ទាំងប្រូកស៊ូតិចតួចស្ដួចស្ដើងអញ្ចឹងណាជាពិសេសជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាទទួលទានមានបានគ្រប់គ្នាការធ្វើដំណើរក៏ឲ្យយើងប្រុងប្រយ័ត្នព្រោះថាឡានក៏លឿនដែរម៉ូតូក៏លឿនអញ្ចឹងយើងមើលឆ្វេងមើលស្ដាំជាពិសេសយើងត្រូវមានមួកសុវត្ថិភាពហើយនឹងកញ្ចក់ដើម្បីគ្រាន់មើលឡានមកខាងក្រោយម៉ូតូមកខាងក្រោយពីយើងដើម្បីវ៉ាអញ្ចឹងណារៀបនឹងយើងបត់ឆ្វេងបត់ស្ដាំគឺយើងត្រូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់សូមអរគុណសូមជម្រាបលាពុកម៉ែបងប្អូន